bà chứ dân khơi nhé khơi tha dân bỏ on nấy cứ màu on tìm muối bà chứ dân là khơi việc thừa phậtประมาณ វិធី đó ហើយបន្តមកយើងឃើញសញ្ញាវាចេះគ្រូគុណនឹងដកមួយបាទយកមួយក្រុមនេះបាទគុណនឹងដកមួយដើម្បីបដូរសញ្ញាឲ្យដូចគ្នាបាទបដូរសញ្ញាឲ្យដូចគ្នាអញ្ចឹងពេលនោះបាទពេលហ្នឹងលោកគ្រូអាចអីបានបាទលោកគ្រូអាចតាំងអញ្ញត្តិបាទតាំងអញ្ញត្តិឲ្យនេះអញ្ចឹងអានេះវាអាចបើគ្រូសេទៅវាអាចទៅជាមេគុណមួយបានទេបាទអញ្ចឹងគ្រូអាចសេឡើងវិញមួយអានេះអត់ដូរសញ្ញាគុណនឹងមួយនៅដដែលបាទដកនឹង AOO បាទនៃចេបន្តមកបងអូនអាចដាក់ធំជាង0ហើយអានេះដក1បាទនៃ A ហើយដកនឹង AOO នៃ A នៃ J បាទធំជាង0អញ្ចឹងបងអូនឃើញវាដូចគ្នាអស់ហើយឃើញយើងព្រមមកដូចគ្នាអស់ហើយវានៅសល់តែលេខ1និងដក1បាទអញ្ចឹងលោកគ្រូអាចតាំងអានេះដោយអញ្ញត្តិបាទដោយអញ្ញត្តិ ascending ឬក៏ descending បើយើងយកលេខ1អញ្ចឹងឧបមាថា AOO A បាទគ្រូតាំង A អញ្ញត្តិ A បាទ A SC ចេះទៅគុណជាមួយនឹងបាទគុណជាមួយនឹង AOO ជាមួយនឹង I ដកជាមួយ AOO បាទជាមួយ J ធំជាង0ណាអញ្ចឹងដល់ពេល A ascending នេះស្មើ1អញ្ចឹងវាច្បាស់ជាហៅឥឡូវនេះបាទហើយបើវាស្មើដក1វាច្បាស់ជាហៅអាមួយនេះណាអញ្ចឹងត្រឡប់មកវិញកាលណាយើងរកឃើញរូបមន្តហ្នឹងហើយអញ្ចឹងកន្លែងនេះ function លោកគ្រូអាចប្រើប្រាស់ function ដោយងាយបានបាទអញ្ចឹងគ្រូអាចប្រើប្រាស់ function ដោយងាយដើម្បីអូនមានបញ្ហាអញ្ចឹងគ្រូអាច copy មកបាទហើយបន្ទាប់មកបងអូនអាចផាសបាទអាចផាសមក void អូខេអញ្ចឹងលោកគ្រូអាចសតនេះគ្រូឡើងប្រើ des ឬក៏ a ប៉ុន្តែវាអាចជន់នៅលើទេអូខេអត់ទេបាទអញ្ចឹងនេះអញ្ចឹងខ្ញុំអាចប្រើ parameter in ASC ក៏តែគ្រូឲ្យ default នេះ1ឬក៏3បាទវាមានទំហំតូចណាអញ្ចឹងកាលណា ASC ស្មើ1ទៅ default វាគឺរួចរាល់បាទរួចរាល់អញ្ចឹងកាលណាជាធម្មតាទូទៅវាហៅ ascending តែបើយើងឲ្យវាដក1វាច្បាស់ហៅ descending បាទអញ្ចឹងកន្លែងនេះលោកគ្រូអាចយក ASC គុណបាទជាមួយនឹងដកបាទហើយធំជាង0ណាបាទហ្នឹងហើយបាទនេះគឺរបៀបវាដំណើរការបាទអញ្ចឹងយើងសាក់តេស្តវិញតែហៅកូដវិញបាទអញ្ចឹងកន្លែងដែលលោកគ្រូ short នេះបាទលោកគ្រូ short នេះ generate បន្ទាប់មកយើង short បាទ short អញ្ចឹងលោកគ្រូលុបបិទវិញអញ្ចឹងគ្រូប្រើ short element បាទអញ្ចឹង element យើងarray បាទ comma n អញ្ចឹងគ្រូមិនបាច់ដាក់លេខ1ដោយសារ default យើងមិញអញ្ចឹងគឺកំណត់ណានេះកំណត់1ហ៎អញ្ចឹងគ្រូមិនបាច់ដាក់អីអញ្ចឹងលោកគ្រូចង់ទៅតេស្តមើលតើដំណើរការដែរឬទេបាទអូខ្ញុំអាចនឹងអូវាពាក់ព័ន្ធនឹង short បាទយើងមាន short ឈ្មោះយើងមួយជាន់បាទជាន់អូខេ show អានេះ show ទេអូខេ short អូខេអញ្ចឹងខ្ញុំទៅប្រកាស short មួយទៀតបាទ in
ទៀតអូខេអានេះវាដោះស្រាយបានទេឃើញទេបាទអញ្ចឹងបើសិនជាវាដោះស្រាយបានអញ្ចឹងគ្រូអាចដោះស្រាយនេះមួយទៀតបាទអញ្ចឹងលោកគ្រូអាចដាក់ដក1បាទដក1បាទអញ្ចឹងគ្រូអាច save មកបាទអញ្ចឹងគ្រូអាចដោះស្រាយមួយទៀតអញ្ចឹងគ្រូអាចប្រើប្រាស់តា function មួយនេះជាការគ្រប់គ្រាន់ហើយបាទ